បវរធិបតីហ៊ុនម៉ាណែតផ្ញើសាររំលែកទុក្ខជូនឯកឧត្តមបណ្ឌិតមុនខៀវលោកនិងលោកជំទាវខឹមស្រន់ព្រមទាំងគ្រួសារចំពោះមរណភាពរបស់លោកស្រីខៀវរាវីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារជួយរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតនឹងការសោកស្ដាយក្រៃលែងជាមួយនឹងឯកឧត្តមបណ្ឌិតមុតខៀវនិងលោកជំទាវខឹមស្រន់ព្រមទាំងគ្រួសារចំពោះមរណភាពរបស់លោកស្រីខៀវរាវីដែលត្រូវជាកូនស្រីបង្កើតបានទទួលមរណភាពនៅថ្ងៃអាទិត្យ30 ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 22:38 នាទីយប់ក្នុងឆ្នាំអាយុ43ឆ្នាំដោយរូបភាពដូចជ្រាបទៀតសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានថ្លែងនៅក្នុងដូចនេះថាខ្ញុំមាននឹងភរិយាមានសេចក្តីគោរពក្តីរំជួយចាត់ឥតឧបមាដោយទទួលដំណឹងលោកស្រីខៀវរាវីត្រូវជាកូនស្រីរបស់ឯកឧត្តមបណ្ឌិតលោកជំទាវបានមរណភាពនៅថ្ងៃអាទិត្យ10 កើតខែវិច្ឆិកាឆ្នាំវស្សាស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 10:38 នាទីយប់ក្នុងឆ្នាំអាយុ43ឆ្នាំដោយរោគភាពពេទ្យក្នុងពេលវេលាការពារពួកដោយសារមានទុកដល់ក្រិមក្រំខ្ញុំនិងភរិយាសូមសម្ដែងនៅសេចក្តីសង្វេគប្រកបដោយអានិច្ចជាលក្ខណៈធម៌យ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោកស្រីខៀវរាវីគឺជាការបាត់បង់កូនស្រីដ៏មានគុណធម៌សុជីវធម៌ប្រវិហារធម៌ចំពោះគ្រួសារជាទីស្រឡាញ់ជាពិសេសគឺការបាត់បង់នៅយុវតីគួរជាទីកោតស្ងប់ស្ងាត់មួយរូបដែលពោរពេញទៅដោយទឹកចិត្តល្អប្រពៃយ៉ាងក្នុងលើកស្ទួយតម្លៃសង្គមនៅដល់ផូរផង់ដោយចិន្ទមនសិការស្នេហាជាតិប្រកបដោយអមដោយជាតិអតិបរមាជាមួយគ្នានេះខ្ញុំនិងភរិយាសូមឧទ្ទិសកុសលដោយដួងវិញ្ញាណក្ខន្ធលោកស្រីខៀវរាវីសូមឆាប់បានយោងកំណើតកើតក្នុងសេចក្តីភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយបាទលោកខៀវរាវីអ្នកលោកស្រីខៀវរាវីអ្នកបាទនេះគឺជាភាពខៀវរាវីបានស្លាប់បាត់បង់ដោយជំងឺ